សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងកំណត់ animation មួយតាក់ទងនៅក្នុងកម្មវិធី PowerPoint ដែលជា album រូបថតណា album រូបថតអញ្ចឹងយើងមុននឹងយើងកំណត់វាបានលោកថាយើងកំណត់វាទៅលើ background របស់វាសិនអញ្ចឹងយើងបានកំណត់ background រួចហើយអញ្ចឹងពេលបងប្អូនកំណត់ background ទៅតាមអ្វីដែលបងប្អូនត្រូវការអញ្ចឹងណាអូខេអញ្ចឹងមុននឹងកំណត់animation បានកូនត្រូវយករូបថតសិនអញ្ចឹងក្នុងការយកថតចុចទៅលើ insert ទៅ picture edit device នេះណាចុចមកតោះមកនេះជារូបថតដែលយើងបានថតរួចហើយអញ្ចឹងយើងកំណត់ថតណាអូខេអញ្ចឹងយើងបានថតមួយតោះមកទៀតយើងសេរីវារៀងតម្រូវវាបានស្អាតទីមកប៉ុណ្្នឹងក៏បានដែរតើបងប្អូនអាចដាក់សុំដាក់ជាសុំណាសុំដាក់កតាសុំតាមតម្រូវការរបស់យើងហើយដាក់ពណ៌សុំដាក់ពណ៌ក្រហមណាអូខេពេលដែលយើងបានថតបែបហ្នឹងហើយយើងត្រូវចូលកំណត់នៅ animation ក្នុងការកំណត់ animation កូនទាំងអស់គ្នាចុចទៅលើ animation នេះប៉ុន្តែមុននឹងចុចគុណ click លើវាឲ្យវាចេញជាចំណុចជាសិនណាអូខេបន្ទាប់មកយើងទាំងអស់គ្នាចូលទៅលើ slide in នេះអូខេបន្ទាប់ទៀតយើងពេលដែលយើងចូល slide in រួចយើងអូនទាំងអស់គ្នាមើលទៅលើ file effect ឬសុំទោស effect option ឡើងសញ្ញាព្រួយណាយើងចុចលើវាមកឃើញ from bottom left ហ្នឹងយើងចុចលើវាមកឲ្យវាចេញអូខេចេញជាប្រឆិតអញ្ចឹងណាបន្តទៀតពេលដែលបងអូនបានកំណត់ from bottom left រួចហើយអូខេអញ្ចឹងបងអូនទៅមើលលើពាក្យ like start មាន start មាន duration មាន display ប៉ុន្តែយើងយកទៅពីរទេមាន start និង duration អញ្ចឹងកន្លែង start នេះយើងចុចយកពាក្យថា with previous កន្លែង duration នេះណា duration នេះយើងយក 0.1.00 ហើយណា 0.1.00 អូខេតទៅទៀតយើងបានកំណត់រួចហើយពេលដែលយើងបានកំណត់នឹងមួយហើយយើងចូលមួយទៀតបានន័យថារូបនឹងដដែលប៉ុន្តែកូនអត់មានចូលនេះទៀតទេអត់ចូលនេះទៀតទេណាយើងចូលទៅលើវា add animation កន្លែងរូបកាយនេះណា add animation នេះវិញចុចលើវាមកចឹងគ្រូយកវា spin នេះបានន័យថាយើងឲ្យវិលបានន័យថាយើងវិលរូបវិលអញ្ចឹងណាអូខេរូបវិលអញ្ចឹងឲ្យវាវិលមកវិញកាលណាវាឲ្យវិលវិញយើងចុចទៅលើពាក្យនេះeffect option ដូចគ្នាឡើងរូបកាយដូចគ្នាណាយើងយករូបឲ្យវាវិលមកវិញបែកមកវិញណាអូខេបន្តមកទៀតកូនចុចទៅលើកន្លែងនេះកន្លែង option របស់វានេះឬក៏ប៊ូតុងនេះយើងយកពាក្យថា effect ណា effect នេះអញ្ចឹងកន្លែងនេះកូនយកពាក្យថាកន្លែង auto resume នេះអូខេ auto ចែកមើលទៀតអូខេ auto reverse នេះហើយនេះណា auto reverse នេះអញ្ចឹងចុចយកកន្លែងហ្នឹងមកចុចមកហើយកន្លែងនេះកូនយកវា 74 second ដាក់ 74 មក 0.74 0.74 ណា 74 នេះ second នេះព្រោះចុច OK ឃើញណាហើយបន្តមកទៀតយើងមកលើនេះហើយ start នេះដដែលយើងយក afterវាកន្លែង1 ដដែលចុច 00 ដែរអត់ទេណាអូខេនោះអស់មួយបន្តមកទៀតណាយើងចូលទៅលើadd animation ដដែលយើងយកទៅលើពាក្យថា line នេះចុច line នេះរូបដដែលហ្នឹងណា line មកតបទៀតយើងចូលទៅលើ option effect option ដដែលយក line មក
ហើយទាញវាសិនទាញទៅណាទាញវាដល់ហ្នឹងហើយទាញបន្តិចមកវិញមកហើយលេងមកណាអូខេបន្តទៀតពេលដែលយើងបានទាញហើយលេងហើយដូច្នេះវាចេញបែបហ្នឹងកូនចុចកន្លែង option ឬក៏ប៊ូតុងនេះយកពាក្យ effect option ដូចដែរអូខេកន្លែងនេះកូនយកអូខេកូនបាច់យកក៏បានដែរកន្លែងនេះអូខេហើយបាច់យកចំនួនរបស់វាទេណាអញ្ចឹងវាវិលឲ្យអូខេហើយពេលដែលយើងបានកំណត់បែបនេះរួចហើយយើងទៅលើ start ដូចគ្នាយកafter ដូចគ្នា after វាឡើយនេះ1.00 enter ណាបន្តមកទៀតកូនចូលឡើងនឹងដដែលយកវាថា slide out នេះណាចូល slide out នេះអូខេបាទតមកចូល effect option កន្លែងនេះដែរយកកន្លែង from to top right នេះគេវាចេញវាឆាត់ចឹងតមកទៀតកូនយកកន្លែង start ហ្នឹងយក after 1.00 enter ណាrồiហើយកូនជាមួយទៀតទៅលើចុចអានឹងមួយទៀតមកណាបានចុចលើវាចុចអា add ហ្នឹងមកយកវាដាក់ spin នេះដូចគ្នា spin នេះspin នេះបន្ទាត់កូនចូលកន្លែងហ្នឹងដដែលកន្លែង start នេះយកវាហើយកន្លែងនេះយក0 1ចុច0 0ដូចគ្នាចុច enter មកអូខេrồi hai con slide sốមកវាលោតមិនណានេះ let ណាតោះណាតទៅទៀតយើងដាក់រូបថតបន្តទៀតអញ្ចឹងយើងបានរូបថតមួយហើយយើងកំណត់យកតែមួយហ្នឹងគឺបានកំណត់បានច្រើនបន្តមកមុននឹងយើងដាក់រូបថតតទៀតយើងត្រូវ copy អាកន្លែងដែលយើងបានកំណត់មិញហ្នឹងចុច control C មកប៉ុន្តែកូន select លើវាចេះលើថតនេះមកទាំងអស់នេះcontrol C មកហើយ control V វិញនេះលួនឲ្យហើយសេរីនេះស្មើមកបន្តមកទៀតកូនចុចមកខាងស្ដាំលើរូបថតហ្នឹងចុចមកខាងស្ដាំលើរូបថតហ្នឹងយកពាក្យថា change picture រួច from file នេះអូខេពេលមកយើងចង់បានអីគេថៃបារានេះទាញមកកូនទាញឲ្យស្មើមកទាញស្មើមកអូខេហើយបើយើងចង់បានរូបថតតទៀតកូន copy រហូត copy ពីត្រឹមរូបទី2មិញណាពីកន្លែងកំហងចេះនេះកន្លែងនេះដល់កំហងហ្នឹងមក control C ដែរ control V ទៀតណាអញ្ចឹងយើងយករូបថតទៀតមកស្ដាំយកពាក្យថា from file អូខេអូខេយើងដាក់យកមកណាអញ្ចឹងយើងទាញវារៀងតាំងស្មើគ្នាមកអូខេហើយរួចទៅឧទាហរណ៍ហ្នឹងបងប្អូនមានរូបថតច្រើនបងប្អូនដាក់ច្រើនទៀតមកដល់ទៀតបងអត់មានអីតទៀតទេគាត់តែចុចឆ្លើយសូមមកវាលោតឲ្យណាមួយណា style វានេះឃើញទេតអស់គ្នាណាអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងហើយចាំមើលយើងបន្តវីដេអូឲ្យទៀតណាអូខេ